មេឃភ្លៀងត្រជាក់អញ្ចឹងណាបានសម្លស្លតុងយ៉ាំនេះគឺថាឆ្ងាញ់ខ្លាំងមែនទែនអ្នកនរគ្នាអើយហើយវិធីធ្វើវិញក៏កាន់តែងាយទៀតលឿនហើយឆាប់បានញ៉ាំសំខាន់ណាថែមបាយលង្អស់ពីឆ្នាំងតែម្ដងហើយគ្រឿងផ្សំក៏ពិបាករកណាឆ្ងាយដែរដោយដែលបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងមានតែប៉ុណ្្នឹងមុខស្លសម្លងាយស្រួលហើយឆាប់បានញ៉ាំហើយមានរសជាតិឆ្ងាញ់ខ្លាំងហើយថ្ងៃហ្នឹងគឺខ្ញុំមកស្លសម្លតុងយ៉ាំសាច់មាន់ចំពោះមាន់មួយហ្នឹងខ្ញុំអាចធ្វើមុខម្ហូបបាន2មុខដោយសារតែរាល់ថ្ងៃហ្នឹងគឺខ្ញុំនៅក្នុងផ្ទះតែគ្នា2នាក់ទេអញ្ចឹងហើយគឺថាមុខម្ហូបយើងអត់ធ្វើអីច្រើនពេកទេហើយនៅក្នុងវីដេអូនេះក៏ខ្ញុំអត់សូវលម្អិតពីសម្លតុងយ៉ាំបានដែរដោយសារតែខ្ញុំធ្លាប់បានផុសវាម្ដងរួចហើយអញ្ចឹងទៅខ្ញុំសូមបែបកាត់ណាហើយបើសិនជាបងដែលគាត់ចង់ចេះអីគឺគាត់អាចចូលមើលវីដេអូពេញរបស់ខ្ញុំពីរបៀបស្លតុងយ៉ាំទាំងមូលតែម្ដងទោះបីខ្ញុំអត់បានលម្អិតពីសម្លតុងយ៉ាំទាំងមូលតែខ្ញុំអាចប្រាប់រសជាតិបានរសជាតិរបស់គេហ្នឹងរាងជូរហឹរប្រៃផ្អែមនៅក្នុងហ្នឹងតែម្ដងក្នុងវីដេអូនេះគឺខ្ញុំ voice over ទាំងមេឃនៅភ្លៀងដោយសារបើមិនអញ្ចឹងទេគឺយើងអត់បានវីដេអូផុសទេហើយនៅក្នុងសម្លតុងយ៉ាំនេះដែរបើសិនជាបងដែលគាត់ចូលចិត្តបន្លែអីផ្សេងទៀតគឺគាត់អាចដាក់បានតែដោយសារតែខ្ញុំអត់សូវចូលចិត្តហូបបន្លែអីច្រើនពេកទេអញ្ចឹងហើយគឺខ្ញុំប្រើតែផ្សិតម្ជុលជាមួយនឹងសាច់មាន់ហ្នឹងគឺអូខេហើយសំខាន់ខ្ញុំដាំបាយពីកំប៉ុងឡងអស់លីងតែម្ដងបងប្អូនអើយនិយាយទៅគឺឆ្ងាញ់មេឃភ្លៀងត្រជាក់អញ្ចឹងមានអីខែវពីសម្លជូរហឹរឬមួយក៏ស៊ុបទេសំខាន់ពីមុនណាខ្ញុំអត់ដែលបានផុសតាក់ទងជាមួយនឹងគ្រួសារខ្ញុំអីទេដោយសារតែគាត់នឹងចូលចិត្តដោះអាវខ្លាំងមែនតែនហ្មងហើយបើនៅពេលដែលខ្ញុំជុំម៉ែជាមួយនឹងប៉ាខ្ញុំគឺខ្ញុំអត់ដែលហ៊ានថតពួកគាត់ទេដោយសារតែគាត់អត់ចូលចិត្តចូលនៅក្នុងកាមេរ៉ាអញ្ចឹងឥឡូវខ្ញុំសូមមកកាត់ធំគ្រួសាររបស់ខ្ញុំគឺគាត់ថែមបាយឡើង2បេះដូងហើយថែមឡើងអស់ពីឆ្នាំងលេងដោះដាក់កោសឆ្នាំងអញ្ចឹងមកសម្លតុងយ៉ាំនេះមួយឲ្យតែធ្វើពេលណាគឺដឹងតែអស់បាយពីឆ្នាំងតែម្ដងនេះសម្រាប់តែអ្នកចូលចិត្តទេណាបើសិនជាបងមកគាត់អត់សូវចូលចិត្តស្លតុងយ៉ាំអីគឺគាត់ញ៉ាំអត់សូវត្រូវមាត់ទេហើយកន្លែងនេះប្តីរបស់ខ្ញុំគាត់អៀនដោយសារតែគាត់ថែមបាយពីម្ដងតែខ្ញុំទៅថតគាត់លើកនឹងឯដល់ពេលគាត់ងើបមើលទៅគាត់ឃើញកាមេរ៉ាគាត់ភ្ញាក់ហូបបាយឡើងចង់ចេញមកវិញឯតែនៅតែហូបមូលហេតុគឺវាឆ្ងាញ់ដូចដែលខ្ញុំនិយាយពីដើមអញ្ចឹងសូម្បីតែខ្ញុំគឺថាថែមបាយឡើង2ដងហើយនិយាយទៅគឺថាឆ្ងាញ់ខ្លាំងមែនតែកុំភ្លេចសាធ្វើញ៉ាំទាំងអស់គ្នាណា